បាទសូមគោរពស្វាគមន៍បងប្អូនទស្សនិកជនការវិលត្រឡប់មកវិញមកកាន់ Channel របស់ខ្ញុំ Cambodia 7 Key ថ្ងៃនេះខ្ញុំមានសេចក្តីសំណូមរីករាយហើយខ្ញុំនឹងមកចែករំលែកនៅវីដេអូថ្មីមួយទាក់ទិនជាមួយនឹងរបៀបនៃការគិតប្រាក់ពិន័យបាទអញ្ចឹងមុននឹងចាប់ផ្ដើមបងប្អូនដែលទស្សនិកជនដែលមិនទាន់បានធ្វើការ Subscribe លើ Channel របស់ខ្ញុំបើសិនបងប្អូនចង់បានវីដេអូល្អៗទាក់ទិនជាមួយនឹងព័ត៌មានហិរញ្ញវត្ថុជាពិសេសគឺនៅលើវិស័យអន្តរជាតិតែម្ដងបងប្អូនអាចធ្វើការចុចរូបកណ្ដឹងដើម្បីតាមដាន Channel របស់ខ្ញុំហើយបងប្អូននឹងអាចទទួលបាននៅវីដេអូល្អៗថ្មីៗទាក់ទងទៅនឹងវិស័យអន្តរជាតិផ្ទាល់តែម្ដងក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅចំណុចសំខាន់ចំនួន4ទី1បងប្អូនត្រូវដឹងថាតើមូលហេតុដែលនាំឲ្យកើតមានប្រាក់ពិន័យតើប្រាក់ពិន័យកើតមកពីមូលហេតុអ្វីចំណុចទី2បងប្អូនដឹងថាតើអត្រាពិន័យក្នុងច្បាប់មានប្រមាណចំនួនប្រមាណភាគរយហើយរយៈពេលចាប់ផ្ដើមគិតប្រាក់ពិន័យគេចាប់គិតពីពេលណាទៅពីច្រើនបងប្អូនទស្សនិកជនដែលគាត់ទទួលប្រាក់កម្ចីពីគ្រឹះស្ថានធនាគារហិរញ្ញវត្ថុគាត់អត់ដឹងថាប្រាក់ពិន័យហ្នឹងគេចាប់គិតពីពេលណាទេអញ្ចឹងវីដេអូនេះនឹងចែករំលែកបងប្អូនឲ្យយល់ច្បាស់និងកាន់តែច្បាស់បន្ថែមទៀតទី3បងប្អូនគឺបងប្អូនអាចយល់ពីរបៀបគណនាប្រាក់ពិន័យតើប្រាក់ពិន័យគេនឹងគណនារបៀបម៉េចទី4គឺការលុបចោលប្រាក់ពិន័យអញ្ចឹងប្រាក់ពិន័យវាអាចកើតមានហើយក៏អាចលុបចោលបានដែរបងប្អូនទស្សនិកជនដើម្បីឲ្យកាន់តែជ្រាបច្បាស់នៅអត្ថន័យមូលហេតុទាំង4យ៉ាងនេះដើម្បីកុំឲ្យខាត់ពេលយូរអូខេអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាបាទសូមស្វាគមន៍បងប្អូនមកកាន់ចំណុចទី1អញ្ចឹងនៅក្នុងចំណុចទី1បងប្អូនត្រូវយល់ថាតើប្រាក់ពិន័យកើតចេញពីណាមកប្រាក់ពិន័យគឺកើតចេញពីបងប្អូនមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមកិច្ចសន្យារវាងគូភាគីនៅក្នុងអត្ថន័យនេះមានន័យថាគឺរវាងបងប្អូនទស្សនិកជនជាមួយនឹងដៃគូគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលយើងបានធ្វើកិច្ចសន្យាខ្ចីប្រាក់ជាមួយគ្នានៅពេលដែលយើងធ្វើបង្កើតកិច្ចសន្យាខ្ចីប្រាក់គឺគេមានកាលវិភាគសងប្រាក់ដែលយើងហៅថាតារាងកាលវិភាគសងប្រាក់វាជាឧបសម្ព័ន្ធនៃកិច្ចសន្យាអញ្ចឹងបើក្នុងករណីបងប្អូនមិនបានបំពេញកាតព្វកិច្ចមានន័យថាបងប្អូនបង់ប្រាក់មិនត្រឹមត្រូវទៅតាមពេលវេលាជាក់លាក់ដែលមាននៅក្នុងតារាងបង់ប្រាក់ថ្ងៃខែដែលគេចុះការបច្ឆេះបានត្រឹមត្រូវនោះគឺបងប្អូនមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវទៅហើយទៅតាមកិច្ចសន្យាខ្ចីប្រាក់អញ្ចឹងប្រាក់ពិន័យគឺកើតចេញនៅពេលហ្នឹងប្រាក់ពិន័យជាអត្រាមួយដែលត្រូវបានគណនាឲ្យមានបញ្ញត្តិក្នុងច្បាប់អញ្ចឹងប្រាក់ពិន័យក្រៅតែពីបងប្អូនធ្វើការព្រមព្រៀងនេះជាការព្រមព្រៀងគ្នារវាងគូភាគីហើយក៏មានចែងនៅក្នុងច្បាប់ដែរអញ្ចឹងបងប្អូនត្រូវយល់ថាបើមិនមានក្នុងច្បាប់ក៏កិច្ចព្រមព្រៀងអត់មានដែរពីព្រោះគ្រឹះស្ថានធនាគារហិរញ្ញវត្ថុគឺគាត់បង្កើតឡើងដោយមានធនាគារជាតិនៃកម្ពុជាជាអាណាព្យាបាលអញ្ចឹងការបញ្ញត្តិខសន្យាផ្សេងៗនៅក្នុងកិច្ចសន្យាខ្ចីប្រាក់រវាងបងប្អូននិងគ្រឹះស្ថានធនាគារសុទ្ធតែមានបញ្ញត្តិនៅក្នុងច្បាប់ទាំងអស់បើអត់មានបញ្ញត្តិក្នុងច្បាប់គឺពួកគាត់មិនអាចយកមកធ្វើខសន្យានៅក្នុងកិច្ចសន្យាខ្ចីប្រាក់បាននោះទេអញ្ចឹងទី1បងប្អូនព្រមព្រៀងនៅក្នុងអត្រាមួយហើយមានបញ្ញត្តិនៅក្នុងច្បាប់ទៀតហើយបើបងប្អូនព្រមព្រៀងហើយ
មានបញ្ញត្តិត្រឹមត្រូវនៅក្នុងខសន្យាខ្ចីប្រាក់ហើយបងប្អូនមិនបានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវនោះហើយប្រាក់ពិន័យនឹងកើតតែអត្រាពិន័យចំនួនប៉ុណ្ណាគឺនឹងបន្តទៅចំណុចសំខាន់មួយចំណុចទៀតបាទបងប្អូនសម្រាប់អត្រាពិន័យបើតាមច្បាប់យើងកំណត់គឺអត្រាពិន័យគឺ 24% ក្នុងមួយឆ្នាំប៉ុន្តែវាអាស្រ័យទៅលើគ្រឹះស្ថានធនាគារមួយចំនួនដែរពីដាននេះជាពីដានអតិបរមាអញ្ចឹងគ្រឹះស្ថានធនាគារមួយចំនួនគាត់អាចយកទៀតជាងហ្នឹងឬក៏គ្រឹះស្ថានធនាគារនៅកន្លែងខ្លះគាត់យកអត្រាអតិបរមាពីដានអតិបរមាតែម្ដងក្នុងមួយឆ្នាំបើទៅតាមច្បាប់កំណត់អញ្ចឹងបងប្អូនអាចចាប់អារម្មណ៍មើលនៅក្នុងកិច្ចសន្យាខ្ចីប្រាក់គឺមានបញ្ជាក់ឯអត្រាពិន័យប្រមាណភាគរយក្នុងមួយឆ្នាំអញ្ចឹងនៅពេលដែលបងប្អូនមានការយឺតយ៉ាវមិនបំពេញកាតព្វកិច្ចតាមតារាងការពិសងប្រាក់នោះអត្រានឹងគិតទៅលើអត្រាមួយដែលមានចែងនៅក្នុងកិច្ចសន្យាខ្ចីប្រាក់នេះបងប្អូនប្រាក់ពិន័យគិតចាប់ពីថ្ងៃដែលបងប្អូនមិនបានគោរពទៅតាមការពិសងប្រាក់ចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនចេះវាអាស្រ័យទៅលើលក្ខខណ្ឌដែលបងប្អូនធ្វើកិច្ចសន្យាខ្ចីប្រាក់ជាមួយនឹងគ្រឹះស្ថានធនាគារដែរបងប្អូនអាចចំណុចទាំងនោះបងប្អូនអាចចាប់អារម្មណ៍ហើយបងប្អូនថ្ងៃក្រោយបងប្អូនអាចយកទៅជែកជាមួយនឹងខាងដៃគូបានអត្ថន័យនៅត្រង់នេះចង់បញ្ជាក់ថាគ្រឹះស្ថានធនាគារមួយចំនួនគាត់គិតចាប់ពីមួយថ្ងៃ2ថ្ងៃ3ថ្ងៃឬក៏4ថ្ងៃអញ្ចឹងនៅថ្ងៃទី4ឡើងទៅបានគាត់ចាប់ដើមគិតអត្រាពិន័យមានន័យថាបងប្អូនយឺតយ៉ាវមួយថ្ងៃ2ថ្ងៃអីហ្នឹងគាត់អត់ទាន់ធ្វើការកណនាទេអញ្ចឹងវាអាស្រ័យទៅលើគ្រឹះស្ថានធនាគារមួយចំនួនហើយនឹងទៅលើកិច្ចសន្យាខ្ចីប្រាក់ដែលបងប្អូនបានរៀបចំជាមួយពួកគាត់ដែរគ្រឹះស្ថានធនាគារហិរញ្ញវត្ថុខ្លះគាត់គិតចាប់ពីថ្ងៃទី4អ្នកខ្លះទៅគាត់គិតចាប់ពីថ្ងៃទី5យើងយឺតយ៉ាវដល់ថ្ងៃទី5គាត់គិតមួយថ្ងៃឯងចាប់ដើមគិតមួយថ្ងៃ2ថ្ងៃឡើងទៅណាបងប្អូនយល់ឥឡូវហ្នឹងមានន័យថាគាត់កំណត់ថាចាប់ពី4ថ្ងៃឬចាប់5ថ្ងៃទៅបានចាប់ដើមគិតអត្រាពិន័យណាបងប្អូននៅចំណុចនេះមានន័យអញ្ចឹងយើងមើលលើកិច្ចសន្យាខ្លួនឯងប្រាក់ពិន័យត្រូវបានគិតជាប្រចាំថ្ងៃអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមមិញអញ្ចឹងថាបើសិនបើគ្រឹះស្ថានធនាគារគាត់ធ្វើកិច្ចសន្យាបងប្អូនថាចាប់ពីថ្ងៃទី5ទៅនឹងគិតប្រាក់ពិន័យអញ្ចឹងបើបងប្អូនយឺត5ថ្ងៃគាត់ចាប់ផ្ដើមធ្វើការកណនាមួយថ្ងៃប្រាក់ពិន័យនេះគឺកើតចេញមួយថ្ងៃកន្លែងចំណុចនេះខ្ញុំបញ្ជាក់ថាប៉ុន្តែអាចទូទាត់គ្នានៅចុងវត្តអត្តន័យមានន័យអញ្ចឹងនៅពេលដែលបងប្អូនបងប្រាក់យឺតយ៉ាវធម្មតាអត្រាពិន័យមានទេវាកើតមានទេប៉ុន្តែធម្មតានៅក្នុងប្រព័ន្ធវាបានវាកើតមានវាបានបង្កទុកឯងអញ្ចឹងនៅពេលដែលចុងវត្តបងប្អូនទូទាត់លុយសរុបបងផ្ដាច់មុនការកំណត់ក៏ដោយឬក៏ដល់ការវេលាត្រូវបងផ្ដាច់ក៏ដោយបើសិនបងប្អូនធ្លាប់យឺតយ៉ាវហើយមានបង្កលុយប្រាក់ពិន័យហ្នឹងនោះគឺត្រូវទូទាត់គ្នានៅចុងវត្តខ្ចីប្រាក់ប្រាក់ដើមបងប្អូនជាពាក់គេប៉ុន្មានការប្រាក់ត្រូវទូទាត់ប៉ុន្មានហើយអាប្រាក់ពិន័យហ្នឹងគឺខាងគ្រឹះស្ថាននេះគេគាត់សរុបហើយគាត់សរុបមកតូតាគ្នាពេលនេះមកអញ្ចឹងបងប្អូនមួយចំនួនគាត់អាចឆ្ងល់ថាចុំហេតុអីបានជាខ្ញុំមានប្រាក់ពិន័យដោយសារតែបងប្អូនមិនបានបំពេញកាតព្វកិច្ចតាមការភាសងប្រាក់បានត្រឹមត្រូវមានការយឺតយ៉ាវឆ្លោះឆ្លួយក្នុងខែណាមួយហើយជាញឹកញាប់ទៅប្រាក់ពិន័យនេះវាកើតមានហើយហើយដោយសារតែខាងបុគ្គលិកដៃគូផងបងប្អូនក៏អត់បានធ្វើការឆែកក្នុងប្រព័ន្ធមិនគាត់ក៏អត់បានចែកម្លែកប្រាប់ព័ត៌មានបងប្អូនក៏ចាប់អារម្មណ៍ដែរប៉ុន្តែនៅពេលដែលចុងវត្តនៃការទូទាត់បំណុលឬក៏ទូទាត់ប្រាក់កម្ចីនោះ
រឿងហ្នឹងវានឹងទៅចែកគ្នាហើយអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍ចំណុចនេះហើយធ្វើការផ្ទៀងផ្ទាត់ខ្លួនឯងអញ្ចឹងបងប្អូនទស្សនិកជនយើងមកដល់ចំណុចមួយយើងរៀនកណនីទាំងអស់គ្នាជាបច្ចេកទេសជាក់ស្ដែងតែម្ដងអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលវីដេអូនេះបងប្អូននឹងចាប់ផ្ដើមចេះកណនីពីអត្រាពិន័យឬក៏ប្រាក់ពិន័យដែលបងប្អូនត្រូវចំណាយក្នុងករណីបងប្អូនមានការផ្លាត់ស្នៀតលើការដែលបងប្អូនមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវទៅតាមការពិសោធន៍ប្រាក់ជាមួយនឹងដៃគូវិនិយោគគឺស្ថានធនាគារហិរញ្ញវត្ថុរបស់បងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍ថាប្រាក់យឺតយ៉ាវដែលបងប្អូនយឺតយ៉ាវបានបង់ជូនទៅដៃគូបងប្អូននោះ1 លានរៀលជាប្រាក់ដើមហើយអត្រាពិន័យដែលបានចរចាគ្នានោះគឺអត្រាពិន័យ 24% ក្នុងមួយឆ្នាំហើយរយៈពេលយឺតយ៉ាវនេះគឺ10ថ្ងៃអញ្ចឹងណាបងប្អូនហើយខ្ញុំឧទាហរណ៍ថាគិតចាប់ពីថ្ងៃទី5នៃការយឺតយ៉ាវតាមការពិសោធន៍ប្រាក់អញ្ចឹងមានន័យថាបើមែនតើបងប្អូនយឺតគឺ15ថ្ងៃ14ថ្ងៃបងប្អូនយឺត14ថ្ងៃអញ្ចឹងយើងគិតចាប់ពីថ្ងៃទី5អញ្ចឹងរយៈពេលយឺតយ៉ាវគឺ10ថ្ងៃបាទហើយនៅក្នុងនេះគឺនៅក្នុងកិច្ចសន្យាខ្ញុំឧទាហរណ៍ថាគិតចាប់ពីថ្ងៃទី5នៃការយឺតយ៉ាវតាមការពិសោធន៍ប្រាក់អញ្ចឹងឧទាហរណ៍ថាបងប្អូនយឺតគេ4ថ្ងៃហើយអញ្ចឹង4ថ្ងៃគេអត់គិតអត្រាពិន័យទេគេចាប់គិតពីថ្ងៃទី5ទៅចាអញ្ចឹងគិតចាប់ពីថ្ងៃទី5ទៅហ្នឹងហើយយើងបូកប្រហែលថ្ងៃទៅឲ្យគ្រប់10ថ្ងៃទៅនឹងអត្ថន័យមានន័យតែអញ្ចឹងបាទ4ថ្ងៃគឺគេអត់ទាន់គិតប្រាក់ពិន័យទេគេចាប់ពីថ្ងៃទី5ទៅគេរាប់មួយថ្ងៃឡើងទៅអញ្ចឹងឧទាហរណ៍រូបមន្តប្រាក់ពិន័យប្រចាំថ្ងៃគឺរូបមន្តផងគេគឺយកប្រាក់យឺតយ៉ាវនេះគឺប្រាក់ដើមបងប្អូនប្រាក់ដើមដែលយឺតយ៉ាវទៅគុណនឹងអត្រាពិន័យនេះអត្រាពិន័យនៅក្នុងកិច្ចសន្យាមានប៉ុន្មានគឺដាក់ប៉ុណ្ណឹងចំនួនថ្ងៃយឺតយ៉ាវចែកនឹង360ថ្ងៃអញ្ចឹងឧបមាថាបងប្អូនយឺតយ៉ាវ10ថ្ងៃទឹកប្រាក់ដែលបងប្អូនយឺតយ៉ាវគឺ1 លានរៀលប្រាក់ដើមបងប្អូនទៅគុណនឹង24%ទៅ24នេះដាក់សញ្ញាភាគរយចុចស្មើទៅបងប្អូនគុណនឹង10ថ្ងៃហើយចែកនឹង360ថ្ងៃអញ្ចឹងក្នុងរយៈពេល10ថ្ងៃនេះគឺបងប្អូនអស់អត្រាពិន័យនេះគឺ 6,700 រៀលបាទក្នុងរយៈពេល10ថ្ងៃបើសិនបើលើលុយដើម1 លានរៀលដែលយើងធ្វើការយឺតយ៉ាវមិនបានបង់ឲ្យត្រឹមត្រូវគឺកណនីទៅគឺត្រូវចំណាយអស់ប្រាក់ពិន័យហ្នឹងគឺលើពីការប្រាក់បង់ការប្រាក់គេធម្មតាហើយថែមប្រាក់ពិន័យនេះ 6,700 រៀលទៀតបាទបងប្អូននេះជារូបមន្តជាក់ស្ដែងមួយដែលគឺស្ថានធនាគារហិរញ្ញវត្ថុគេប្រើប្រាស់ជាទូទៅតែម្ដងខ្ញុំចែកម្លែកបងប្អូនដើម្បីទុកជាចំណេះដឹងបាទបងប្អូនទស្សនិកជនជាទីរាប់អានយើងមកដល់ចំណុចចុងក្រោយយើងសួរសំណួរថាតើប្រាក់ពិន័យដែលកើតមានដែលយើងជាអតិថិជននេះមិនបានគោរពកាតព្វកិច្ចបានត្រឹមត្រូវសួរថាតើយើងដោះស្រាយយ៉ាងម៉េចយើងអាចសំលុបចេញបានអត់ឬក៏យ៉ាងម៉េចអញ្ចឹងជាធម្មតាបងប្អូនយើងជាអតិថិជនយើងមិនបានគោរពកាតព្វកិច្ចមានន័យថាយើងជាអ្នកបំពានអញ្ចឹងបើសិនបើយើងចង់លុបយើងត្រូវមានមូលហេតុសមរម្យហើយយើងធ្វើការស្នើសុំទៅកាន់ដៃគូរបស់យើងតាមមូលហេតុ1 2 3 4ក៏ខុសក៏ងហើយត្រូវតែមានការយល់ព្រមពីដៃគូរបស់បងប្អូន
ពីព្រោះយើងជាអ្នកមិនបំពេញកាតព្វកិច្ចយើងរំលោភនៅលើខសន្យាអញ្ចឹងពីព្រោះដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងប្រាក់ពិន័យឬក៏អត្រាពិន័យគឺច្បាប់បានចែងហើយយើងប្រឹកមេដៃព្រមព្រៀងទៅលើលក្ខខណ្ឌទាំងអស់ហ្នឹងអញ្ចឹងកាលណាតែយើងព្រមព្រៀងហើយយើងមិនបំពេញកាតព្វកិច្ចអញ្ចឹងគូភាគីផងយើងគឺគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការទូទាត់បើសិនមកក្នុងករណីបងប្អូនមិនទូទាត់ឲ្យបានគ្រប់គ្រាន់ទេនោះបងប្អូននៅតែជាប់កាតព្វកិច្ចសងប្រាក់ជូនមកដៃគូរបស់បងប្អូនអញ្ចឹងអត្ថន័យនៅត្រង់នេះចង់បង្ហាញថាបងប្អូនត្រូវតែស្នើសុំមកគាត់តាមរយៈអីក៏បានដែរហើយបងប្អូនបង្ហាញពីមូលហេតុឲ្យបានសមរម្យអញ្ចឹងភាគីគាត់នឹងគិតគូរហើយគាត់មានសិទ្ធិសម្រេចខ្ញុំបញ្ជាក់បងប្អូនមួយទៀតប្រាក់ពិន័យមិនត្រូវបានគិតការប្រាក់ទេអញ្ចឹងប្រាក់ពិន័យអត់មានគិតការប្រាក់ទេគឺគ្រាន់តែយើងធ្វើការកណនាទៅតាមរូបមន្តខាងដើមនោះប៉ុណ្ណាគឺប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងសរុបមកវិញប្រាក់ពិន័យគឺវាកើតចេញពីការមិនបំពេញកាតព្វកិច្ចផងយើងហើយអត្រាពិន័យគឺមានចែងនៅក្នុងច្បាប់ត្រឹមត្រូវតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាក៏ដូចជាក្រសួងពាក់ព័ន្ធហើយអត្រាពិន័យត្រូវបានគិតទៅតាមគឺស្ថានធនាគារហិរញ្ញវត្ថុរៀងខ្លួនដែលគាត់ធ្វើការចែងតាមក្រោមពីដានឬក៏ស្មើពីដានអតិបរមាតែម្ដង 24% ហើយការកណនារបស់គាត់អាចគិតមួយថ្ងៃពីរថ្ងៃ3ថ្ងៃឬគិតចាប់ពីថ្ងៃទី4ថ្ងៃ5អាស្រ័យទៅលើការកំណត់របស់គាត់ទេអត់ដូចគ្នាទេហើយអត្រាពិន័យគឺបងប្អូនអាចស្នើសុំឲ្យដៃគូបងប្អូនលុបចេញពីប្រព័ន្ធដែលមានមូលហេតុសមរម្យហើយគាត់អនុម័តជូនទៅតាមសិទ្ធិរបស់គ្រឹះស្ថានមួយនោះបងប្អូននឹងមិនត្រូវបានបង់នៅប្រាក់ពិន័យនោះទេអញ្ចឹងសរុបមកវិញវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងចែកម្លែកបងប្អូនពីមូលហេតុនិងប្រភពនៃអត្រាពិន័យនិងប្រាក់ពិន័យចែកជូនបងប្អូនអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះជួយបងប្អូនជាគំនិតនិងជាចេះកណនានៅប្រាក់ពិន័យសម្រាប់បងប្អូនដែលធ្លាប់ប្រើប្រាស់ប្រាក់កម្ចីឬក៏មិនទាន់ប្រើប្រាស់ក៏អាចជាចំណេះដឹងមួយដែលល្អដែរអញ្ចឹងសូមអរគុណបងប្អូនទស្សនិកជនសម្រាប់ការយកចិត្តទុកដាក់ការទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូបន្តបាទសូមអរគុណ